បាទសាខាបេឡាជារបបសន្តិសុខសង្គមដែលយើងហៅថាបសសនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារនិងផ្នែកថែទាំសុខភាពសម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈដើម្បីពង្រឹងការយល់ដឹងនិងជំរុញការអនុវត្តកិច្ចគាំពារសង្គមឲ្យកាន់តែមានប្រសិទ្ធភាពនិងគ្រប់ដណ្ដប់ទូលំទូលាយពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃច័ន្ទទី24សីហា2026នៅសាលប្រជុំធំសាខាបសសខេត្តក្រមអធិបតីភាពអាដាមផ្លៃវរីប្រធានក្រុមប្រឹក្សាខេត្តនិងលោកលីសវណ្ណរិទ្ធអភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យតំណាងអាដាមអ៊ុំរាត្រីអភិបាលខេត្តអាដាមបណ្ឌិតហេងសុផានរិទ្ធអគ្គនាយករងបសសនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅក្នុងការនោះលោកលីសវណ្ណរិទ្ធអភិបាលរងខេត្តបានគូបញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខុមាលភាពនិងជីវភាពរស់នៅរបស់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងមន្ត្រីក្នុងវិស័យសាធារណៈទាំងអស់ការរៀបចំសិក្ខាសាលានេះគឺជាជំហានដ៏មានសារៈសំខាន់មួយក្នុងការធានាថាមន្ត្រីរាជការក្នុងខេត្តបន្ទាយមានជ័យទទួលបានព័ត៌មានច្បាស់លាស់អំពីសិទ្ធិអត្ថប្រយោជន៍និងនីតិវិធីនៃការទទួលបានការគាំពារផ្នែកហានិភ័យការងារនិងថែទាំសុខភាពពីបសសជាមួយគ្នានេះថ្នាក់ដឹកនាំខេត្តក៏បានស្នើឲ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ក្រសោបយកចំណេះដឹងនេះទៅផ្សព្វផ្សាយដល់មន្ត្រីក្រមអាវ៉ាត់ឲ្យជ្រាបកាន់តែច្បាស់ទន្ទឹមនឹងនេះដែរអាដាមហេងសុផានរិទ្ធអគ្គនាយករងបសសបានលើកឡើងពីបេសកកម្មនៃការបដិញ្ញាចិត្តរបស់បសសនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងការបន្តពង្រីកវិសាលភាពគ្របដណ្ដប់នៃរបបសន្តិសុខសង្គមអាដាមបានបញ្យល់លម្អិតអំពីគោលការណ៍សារៈប្រយោជន៍នៃការពិនិត្យនិងព្យាបាលជំងឺការទទួលបានប្រាក់តៅកាលិកផ្សេងៗនិងកិច្ចគាំពារគ្រោះថ្នាក់ការងារក្នុងគោលបំណងកាត់បន្ថយហានិភ័យហិរញ្ញវត្ថុនិងធានាបាននូវសន្តិសុខប្រាក់ចំណូលជូនមន្ត្រីរាជការសាធារណៈទាំងអស់ពេលជួបហានិភ័យផ្សេងៗសិក្ខាសាលានេះបានបញ្ចប់ទៅដោយបរិយាកាសស្និទ្ធស្នាលនិងទទួលបានផ្លែផ្កាតាមរយៈការផ្លាស់ប្ដូរមតិយោបល់ការឆ្លើយតបនៅរាល់ចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងការប្រើប្រាស់ប័ណ្ណបសសក្នុងវិស័យសាធារណៈ